Ôi mau tiệt haiបងប្អូនអ្នកដែលក៏កំពុងតែតាមដាន channel របស់បងចอยកុំភ្លេច subscribe របស់បងចอยម្នាក់មួយដើម្បីទទួលបាននូវដំណឹងថ្មីប្រហែលថ្ងៃមុនហ្នឹងគឺផ្ទុះរឿងលក់តរ៉េនមេមត់1គីឡូ14000ចាតាមពិតតរ៉េនហ្នឹងតរ៉េនរបស់វៀតណាមទេហើយក៏យកមកស្រែកតាមរបស់ខ្មែរ1គីឡូ14000រហូតដល់មានប្រតិកម្មពីសំណាក់អ្នកនៅខាងមេមត់ថាអូយចេញមកគ្រប់គ្នាហ្មងអ្នកចការគាត់ទៅតែក្តឹបចការគាត់ទៅតែផ្លែប៉ិនកពួនជើងប៉ិនកជើងដើមខ្លះទៅតែផ្កាហើយចុះមិនបានគាត់នេះស្រែកហាត់អីបានចគាត់នេះស្រែកលក់តរ៉េនមេមត់អញ្ចឹងចាតែតាមពិតគឺតរ៉េនពីខាងវៀតណាមមកនោះទេបងប្អូនជាទីគោរពណាមិនតាន់នឹងថាស្ងាត់ផងអ្នករិះគន់នឹងមិនតាន់ថាអស់ចិត្តនៅក្នុងការរិះគន់ផងចារឿងនៅដដែលនៅឡើយទេបងប្អូនយើងគាត់ឃើញតាមក្រោយហ្នឹងទៅគាត់ខមមិនហួសចិត្តគាត់ខមមិនរិះគន់ហោហាយមិនតាន់នឹងស្ងាត់អារឿងតរ៉េន1គីឡូ14000នឹងផងឥឡូវហ្នឹងគឺថាគាត់មកឡាយលក់ទំពាំងបាយជូរក្រៀមដូចកំប៉ុងដែលបងចอยដាក់ជូននេះអញ្ចឹងបងប្អូនណាទំពាំងបាយជូរក្រៀមដែលគាត់បានបង្ហាញនេះគាត់លក់មកកំប៉ុង8000មកកំប៉ុងហ្នឹង8000គាត់ឡាយលក់ពឹបស្រាប់តែផ្ទុះឲ្យគេផ្ទុះការចេញមកពីសំណាក់បងប្អូនប្រជាពលរដ្ឋរបស់យើងនៅសហរដ្ឋអាមេរិកគាត់ថាតពាំងបាយជូរដែលម្នាក់ស្រីនេះឡាយនៅអាមេរិកមកកំប៉ុង$30-40 $30 ទៅ$40ចុះហេតុអីក៏គាត់បានលក់ថោកម្លេះគាត់លក់8000ហើយគាត់ស្រែកមាន QR code មានកន្លែង scan មើលដឹងថាហ្នឹងគឺផលិតផលរបស់អាមេរិកពិតប្រាកដ 100% ទៀតចាគេចេញមកប្រតិកម្មច្រើនខ្លាំងមែនតើតែម្ដងថាមិនមែនរបស់អាមេរិកសុទ្ធទេរបស់អាមេរិកសុទ្ធថ្លៃណាស់มันអាចលក់នៅក្នុងតម្លៃនេះបែបនេះនៅក្នុងស្រុកខ្មែរបានឡើយការរិះគន់ការតវ៉ាច្រើនរហូតដល់អ្នកលក់គាត់ចេញមកបកស្រាយថាដោយសារតែខាងភាគីវៀតណាមគឺទិញ franchise ពីអាមេរិកមកផលិតក្នុងស្រុកវៀតណាមទៅអាចលក់ចេញនៅក្នុងតម្លៃធូរថ្លៃបែបអញ្ចឹងបងប្អូនយើងស្ដាប់ការបកស្រាយនេះហើយប្រតិកម្មទៀតទិញ franchise ឯណាថោកម្លឹងខុសគ្នា10-20 ដងមិនមែនទេមិនពិតទេគឺបងប្អូនយើងក៏អាចទទួលយកនៅការបកស្រាយរបស់អ្នកលក់ម្នាក់នឹងបានទេដែលថាខាងវៀតណាមទិញ franchise ពីអាមេរិកហើយផលិតនៅវៀតណាមលក់ក្នុងតម្លៃថោកអញ្ចឹងណាហើយក៏មានអ្នកខមមិនហោហាយប្រតិកម្មมันអាចទទួលយកនៅការបកស្រាយរបស់គាត់បានជាបន្តហោហាយបងប្អូនអញ្ចឹងឥឡូវនេះរឿងនេះក៏កំពុងតែផ្ទុះការវែកញែកនឹងការខមមិនច្រើនដូចគ្នាខណៈដែលអ្នកលក់នៅតែខ្មើតចានៅតែខ្មើតរហូតដល់មានអ្នកខមមិនថាឲ្យដូរឈ្មោះ page ចេញទៅឈ្មោះ page សិតតែស្អីផលិតផលកសិករខ្មែរតែដល់ទៅពេលជាក់ស្ដែងផលិតផលគាត់លក់ភាគច្រើនគឺសិតតែរបស់នាំចូលពីវៀតណាមចាគាត់តវ៉ាបែបអញ្ចឹងទៅកាន់អ្នកលក់ប៉ុន្តែអ្នកលក់គាត់នៅតែប្រកក្តីក្នុងការលក់ដូររបស់គាត់ធម្មតាបងប្អូនត្រូវតបក៏តបត្រូវមិនតបត្រូវលក់ដូរក៏គាត់លក់ដូរបែបធម្មតាអញ្ចឹងទៅនេះគឺជាការចែករំលែកនៅព័ត៌មានមួយជូនទៅកាន់បងប្អូនជាប្រិយរបស់យើងបានដឹងជាបន្តទៀតតកតងទៅនឹងទំពាំងបាយជូរក្រៀមណាចាអរគុណណាស់នេះខ្ញុំក៏សូមបញ្ចប់ត្រឹមប៉ុណ្ណឹងបងប្អូនយកឃើញណាអាចខមមិនបានសូមគោរពលាជួបគ្នាជាមួយបងប្អូននៅព័ត៌មានក្រោយៗជាបន្តសូមអរគុណ